ជំរាបសួរពុកម៉ែបងប្អូននេះគឺទស្សនភាពខ្លះៗនៃការធ្វើស្រែដែលខ្ញុំបានធ្វើវីដេអូនេះបង្ហាញជំរាបដល់បងប្អូននៅសកម្មភាពខ្លះៗចឹងរាល់ការអធិប្បាយមានការខុសនៅចំណុចណានៃការធ្វើកសិកម្មក៏ដូចជាការធ្វើស្រែសូមបងប្អូនខន្តីអភ័យទោសនេះគឺការភ្ជួរស្រែរបស់ប្រជាកសិករដោយនង្គ័លដែលភ្ជួរដោយគោនេះគឺជាទស្សនភាពនៃការដកសំណាបដើម្បីយកទៅស្ទូងសំណាបនេះគឺការសាបដោយស្រូវរយៈកាលនៃអាយុនៃសំណាបក្នុងចន្លោះ1ខែទៅ1ខែជាងទើបបានដកសំណាបនេះយកទៅស្ទូងនេះជាកណ្ដាប់ដែលជាសំណាបនេះគឺប្រជាកសិករកំពុងតែស្ទូងដោយការដកសំណាបហើយចងជាកណ្ដាប់ក៏យកមកស្ទូងហើយនេះគឺជាទស្សនភាពនៃការយកជីទៅព្រាចទៅលើសន្ទូងដើម្បីឲ្យល្អដែលគាត់បដោយគោយួនទៅវាលស្រែហើយទេសភាពនៅសងខាងគឺមានស្រូវពណ៌ខៀវស្រងាត់នេះពូគាត់បានយកល្អីក៏ដូចជាកាលីនៅជីតាមភ្លឺស្រែដល់វែងឆ្ងាយទោះបីជាហត់យ៉ាងណាមានភក់ល្បាប់ប្រពេកប្របាច់យ៉ាងណាលីជីមួយបាវកន្លះបាវរយៈពេលនៃការលីខ្ទង់30នាទីរយៈពេលនៃការលីនេះគឺมันអាចដាក់ជីពីលើស្មាបានទេដោយសារបើត្រូវទឹកគឺជីរលាយរហូតដល់ស្រែទៅដាក់ជីហើយកាយជីពីបាវយកមកព្រាចទៅលើស្រូវនេះគឺការព្រាចជីហើយនេះគឺផ្កាត្រកូលតេជដែលដុះដោយឯងមានសម្រស់ដ៏ស្រស់ត្រកាលនៅតាមទួលអែបវាលស្រែហាក់ដូចជាសួនច្បារដ៏ស្រស់បំព្រងនៅតាមវាលស្រែធ្វើឲ្យអារម្មណ៍ធូរស្បើយពីការនឿយហត់នេះគឺស្មៅដែលត្រូវទឹកសន្សើមខៀវស្រងាត់គួរឲ្យកយគុណរីករាយក្នុងអារម្មណ៍ទោះបីជាការធ្វើស្រែនោះនឿយហត់យ៉ាងណាឃើញនៅវាលស្មៅតាមភ្លឺស្រែហាក់ដូចជានៅតំបន់ទេសចរដែលរៀបចំដោយល្អប៉ុន្តែនៅតាមភ្លឺស្រែគឺដុះដោយធម្មជាតិនេះគឺកណ្ដៀងឈើហើយនេះគឺជាស្រូវដែលយើងយកមកស្ទូងឬក៏យកមកព្រោះហើយស្រូវដល់រដូវនៃការចេញមានពូល្អកំពុងតែបញ្ចេញនៅសម្រាប់ដកខៀវស្រងាត់ដែលវាលស្រែធំល្វឹងល្វើយហើយនេះគឺជាស្មៅដែលដុះនៅតាមភ្លឺស្រែអមទៅដោយស្រូវដែលនៅក្នុងស្រែផ្លែស្រូវបញ្ចេញលំអង
នេះបងប្អូនតាមភ្លឺស្រែមានពណ៌ខៀវស្រងាត់ពេលដែលយើងដើរកាត់នៅលើភ្លឺស្រែទោះបីជាយើងធ្វើស្រែមានការនឿយហត់ខ្លះក៏ដោយប៉ុន្តែយើងពេញចិត្តនឹងការងារដែលយើងត្រូវធ្វើនេះជាស្រូវដែលកំពុងតែចេញនេះកណ្ដៀងឈើនេះគឺជាស្មៅដុះនៅតាមភ្លឺស្រែអត់មាននរណាគេដាំទេត្រូវទឹកសន្សើមជាប់នឹងចុងស្មៅនេះគឺជាកំពីងពួយដែលដុះនៅក្នុងស្រែមានពណ៌ល្អនេះគឺជារុក្ខជាតិដែលដុះនៅលើទីទួលបញ្ចេញសម្រាប់ប្រជាកសិករយើងនៅក្នុងស្រុកភូមិបានមកធ្វើស្រែចៅដន្យខ្ញុំក៏ជួបប្អូនស្រីជាតារាចម្រៀងនៅស្រុកភូមិជាមួយគ្នាសូមបងប្អូនទស្សនាទាំងអស់គ្នាដែលបានជួបប្អូនស្រីដោយអត់បានព្រៀនទុកឯជួបដោយចៅដន្យហើយមានប្រកកំណត់ជាមួយគ្នាហើយប្អូនមកវាលដើម្បីមើលទេសភាពនៅស្រុកស្រែហើយបងប្អូនមើលឃើញស្រាប់ហើយទេសភាពស្រុកស្រែនៅវាលនេះហើយថ្ងៃនេះក៏ជួបប្អូនស្រីចង់ឲ្យប្អូនស្រីច្រៀងចម្រៀងមួយបទជូនបងប្អូនស្ដាប់អញ្ចឹងប្អូនមានចម្រៀងបទអីដែរដោយពេលហ្នឹងគឺខ្ញុំមានចម្រៀងបទដែលមានក្នុងចំណងជើងថាបទក្លិនមកអមស្រុកស្រែអូឥឡូវប្អូនស្រីច្រៀងចម្រៀងមួយបទមានចំណងជើងថាក្លិនមកអមស្រុកស្រែអញ្ចឹងសូមបងប្អូនស្ដាប់ដូចតទៅថ្ងៃបាក់រសៀលសត្វក្រៀលទូនយំសងវែកសម្លឹងមកតាផ្ទៃមេឃបាំងដុំពពកយកដៃស្ទាបទ្រង់ក៏ជាប់នឹងស្នេហ៍ពុនលោកខ្ទមស្រែដែលយើងធ្លាប់ជ្រកត្រូវខ្យល់បក់បោកបែកបាក់គ្មានសល់ដើមថ្នោតយល់ធៀងចម្រៀងអូនច្រៀងមិនចប់មានតែទឹកភ្នែកអើភពហូបកបតែអត់បានផលថ្ងៃស្អែកគ្នាឆ្ងាយអូនសើស្នេហ៍ឈោមឆាយនេះមុលកំប្រែងជាតិមុនបានផ្ដល់ជាតិនិងអងយើងព្រាត់គ្នាលាចំកើស្រែម៉ែអើយយកប្តីស្រុកគេបើខឹងសូមប្រកុំជេមាម៉ែកុំតាមផ្ដន់ទាអូនឃ្លៀតតែកាយសូមផ្ញើចិត្តជូនប្រពន្ធងារថ្ងៃក្រោយបើមានវេលាយើងជួបគ្នាជាប្អូនជាបងស្រែធ្លាប់ប្រវាញ់ភ្ជួររងស្ទងស្រូវដើមឆ្នាំម្លប់ថ្នោតអូនសូមច្រៀងផ្ដាំផ្លែទុំធ្វើនំផ្ញើផងអូនទៅអាមេរិកក៏មិនភ្លេចកុំពើក្ដាមខ្យងទឹកភ្នែកជ្រែកលាបអូនបងក្លិនផ្កាមអូនដងលើវាលស្រែអរគុណបងប្អូនស្រីដែលបានច្រៀងចម្រៀងយ៉ាងពិរោះសូមអរគុណចំពោះបងប្អូនស្រីដែលបានច្រៀងចម្រៀងដ៏ពិរោះសូមផ្ញើជូនបងប្អូនដែលកំពុងតែទស្សនានេះជារូបភាពទស្សនភាពនៃការដេរស្លឹកដើម្បីយកទៅប្រក់ផ្ទះឬក៏ធ្វើជញ្ជាំងដើម្បីបិទបាំងនៅភ្លៀងឬក៏ខ្យល់
ការដេរស្លឹកនេះទម្រាំបានមួយកណ្ដបគឺយើងប្រើរយៈពេលរៀងយូរដែរហើយយើងកាប់ស្លឹកត្នោតមកយកមកដេរដើម្បីប្រើប្រាស់នេះជាកិច្ចការងារដែលត្រូវធ្វើគឺយកនៅលាមកគោឬក៏អាចគោយកមកដាក់នៅលើថ្នាលឬក៏រងដើម្បីដាំនៅដំណាំក្នុងនោះខ្ញុំបានធ្វើថ្នាលរួចហើយយកអាចគោមករោយនៅលើថ្នាលដើម្បីនឹងធ្វើថ្នាលឬក៏រងនោះឲ្យបានល្អបន្ទាប់មកក៏យកដំណាំមួយប្រភេទយកមកដាំគឺដំណាំត្រសក់អញ្ចឹងត្រសក់នេះបានដុះហើយក៏យើងត្រូវថែទាំមានការស្រោចទឹកពេលព្រឹកនិងពេលល្ងាចជារៀងរាល់ថ្ងៃត្រសក់ពេលដែលយើងថែទាំបានដោយល្អគឺមានពណ៌បៃតងដោយបងប្អូនឃើញនៅទស្សនភាពនេះស្រាប់ដែលខ្ញុំបានថែជារៀងរាល់ថ្ងៃរយៈពេលកន្លះខែគឺត្រសក់លូតលាស់បានប៉ុណ្ណេះនេះគឺទឹកដែលខ្ញុំបូមដាក់ចង្អុលឬក៏រងត្រសក់ដើម្បីឲ្យត្រសក់ហ្នឹងបើកនៅទឹកដើម្បីបំពន់នៅដើមរបស់វានេះគឺត្រឡាចឃ្លោកពោតបារាំងមិនយូរប៉ុន្មានត្រសក់ក៏ផ្លែក៏យើងបានទទួលផលបេះយកមកហូបសម្រាប់គ្រួសារក៏ដូចជាជូនដល់បងប្អូនជាប់ភូមិផងរបងជាមួយខ្លះនឹងយកទៅលក់ខ្លះដើម្បីចិញ្ចឹមនៅអត្ថភាពបានមួយគ្រាដែរយើងមានដំណាំខ្លួនឯងគឺទី1ដំណាំធម្មជាតិដោយសារយើងអត់ប្រើថ្នាំគីមីអញ្ចឹងមិនសូវប៉ះពាល់ដល់សុខភាពទេទី2គឺយើងមិនចំណាយលុយសម្រាប់ទៅទិញនៅកន្លែងផ្សេងទី3គឺយើងអាចថាកាត់បន្ថយនៅសេចក្តីខ្ជិលកាលណាបើយើងដាំដំណាំទៅយើងត្រូវថាថែទាំបានដំណាំហ្នឹងវាឲ្យផលបើយើងដាំហើយមិនថែទាំទេគឺដំណាំហ្នឹងមិនឲ្យផលនោះទេអញ្ចឹងក៏កាត់បន្ថយនៅសេចក្តីខ្ជិលបានខ្លះវាមិនថាយើងឧស្សាហ៍រហូតទេនេះគឺពោតបារាំងដែលបងប្អូនកំពុងតែឃើញនេះជាឃ្លោកគឺយើងដាំស្លមិនអស់ក៏យើងຕົកពូជខ្លះមានល្ពៅយើងស្លត្រួយក៏បានស្លផ្កាល្ពៅនឹងក៏បានផ្លែល្ពៅយើងអាចយកទៅស្លឬក៏ឆាពេលទុំយើងអាចធ្វើបង្អែមអីបានទៀតល្ពៅចឹងនេះសិតតែដំណាំដែលយើងដាំដុះដោយខ្លួនឯងមានដំណាំផ្សេងដែលបងប្អូនបានទស្សនានេះស្រាប់ត្រសក់
ទោះបីជាយើងដាំមិនបានច្រើនក៏ដោយក៏អាចផ្គត់ផ្គង់នៅក្រុមគ្រួសារយើងមិនចំណាយទៅទិញខាងក្រៅហើយនេះជាពោតបងប្អូនឃើញស្រាប់ហើយគឺល្អលិចក្បាលពណ៌ខៀវស្រងាត់ពោតនេះបានឲ្យផលហើយគឺផ្លែយើងអាចកាច់យកមកទទួលទានពេលដែលយើងកាច់ពោតហើយគឺដើមវាគឺយើងកាត់ចាស់ចេះចែករំលែកដល់អ្នកដទៃនេះជាទស្សនវិជ្ជាដែលយុវជនយុវនារីគាត់រៀនកុំព្យូទ័រនេះគឺគោដែលប្រជាកសិករយើងបានចិញ្ចឹមហើយគាត់ប្រឡែងនៅតាមវាលគោដើរស៊ីស្មៅនៅវាលស្រែពេលព្រឹកគោដើរទៅវាលដើម្បីស៊ីនៅចំណីស៊ីនៅស្មៅពេលនេះគោក៏ដើរមកផ្ទះវិញនេះគឺសាច់កុកនៅតាមវាលស្រែដែលមានពណ៌សនៅវាលស្រែមើលនេះគឺបងមកចិត្តក្មួយគាត់ដើររកត្រីនៅតាមស្រែបន្ទាប់ពីការច្រូតកាត់គាត់ដើរបាចត្រីមកជាក្នុងបាចនឹងចាំដៃហើយបានត្រីសម្រាប់ផងចិញ្ចឹមនៅអត្តភាពក៏ដូចជាគ្រួសារនេះគាត់កំពុងតែបនៅទន្លេថងដើម្បីទៅវាលមានម៉ាស៊ីនសម្រាប់បូមត្រីនៅទីនេះពេលបូមនេះកំពុងតែចាប់នៅត្រីមិនចិញ្ចឹមទេត្រីនៅវាលស្រែបូមហើយត្រីបានច្រើនដែរការថាត្រីធម្មជាតិដោយសារត្រីនៅតាមវាលស្រែអត់មានចិញ្ចឹមឲ្យចំណីអីទេពេលបូមត្រីបានក៏ដុតត្រីនឹងចំបើងនៅលើភ្លឺប៊ីឬក៏ភ្លឺស្រែអង្គុយនៅវាលស្រែហូបជាមួយនឹងបាយគាត់ជាមួយនឹងអំបិលគាត់ជាមួយនឹងម្ជូរគាត់ដុតម្ជូរគាត់នឹងត្រីដុតជាមួយនឹងចំបើងនៅលើភ្លឺស្រែទោះបីជាក្តៅយ៉ាងណាក៏ដោយអង្គុយហូបនៅលើភ្លឺស្រែឆ្ងាញ់ពិសានេះគឺគាត់កំពុងតែបង់សំណាញ់នៅតាមទឹកដែល
ពងតែហូរគាត់បងបានកូនត្រីជាច្រើនក្នុងនោះមានកូនត្រីក្រាញ់ហើយគាត់បូមបានត្រីផ្សេងទៀតមានត្រីឆ្លូញត្រីអណ្ដែងត្រីស្ទួកត្រីក្រឹមបានក្តាមអត់ដែរគាត់បងមួយសំណាញ់ម្ដងមួយសំណាញ់ម្ដងបានទៅអត់ទៅកែចិញ្ចឹមនៅគ្រួសារតាមបែបអ្នកនៅស្រែមានអីយើងមានតែការធ្វើស្រែហើយនឹងរកទទួលទានទៅតាមអូឬក៏ទៅតាមស្រែដែលមានទឹកដែលមានត្រីនេះត្រីដែលគាត់បានសំណាញ់បានតែឆ្លងតាមវានៅលើផ្លូវខាងខ្យល់បក់រំភើយតាមវានៅលើផ្លូវដើម្បីរកនៅកន្លែងនេះជាកំសៀវដាំទឹកដោយអុកគាត់កំពុងតែច្រូតស្មៅដើម្បីយកឲ្យគោស៊ីព្រោះជាកសិករបន្ទាប់ពីការធ្វើស្រែមានការចិញ្ចឹមនៅគោនេះជាស្រូវដែលប្រជាកសិករយើងបានព្រោះបានស្ទូងសត្វកុកកំពុងតែហើរនៅលើស្រូវនេះជាស្រូវដែលកំពុងតែបញ្ចេញសម្រស់ដ៏ស្រស់ត្រកាលស្រូវក៏ចាប់ផ្ដើមក្រហមចុងគូនៅលើផ្ទៃដីដ៏ធំល្វឹងល្វើយសុទ្ធតែជាស្រូវបន្ទាប់ពីស្រូវទុំគឺប្រជាកសិករយើងគាត់ក៏ប្រមូលផលដោយច្រូតដោយដៃផ្ទាល់ដោយបងប្អូនឃើញស្រាប់ហើយគឺច្រូតដោយកណ្ដៀវច្រូតហើយមានការចងដោយបងប្អូនឃើញចងជាកណ្ដាប់ដើម្បីអីថាចងជាកណ្ដាប់នេះងាយស្រួលក្នុងការបែនស្រូវក៏ដូចជាការបោកស្រូវនេះជាកណ្ដាលបោកស្រូវកដាបោកស្រូវដែលច្រូតជាកណ្ដាប់ហើយយើងយកមកបោកសង្រែកក្អមល្អីក្អមបំពង់ទឹកត្នោតក្អមសុទ្ធតែជារបស់របរប្រើប្រាស់របស់ប្រជាកសិករយើងបន្ទាប់ពីការច្រូតមកបែនក៏មានការរោយនៅស្រូវដើម្បីឲ្យសម្ដីស្រូវឬក៏ស្មៅឬអង្កាមហ្នឹងចេញពីស្រូវយើងទុកតែស្រូវសម្រាប់ហាលហើយយើងទុកសម្រាប់កិនបន្ទាប់ពីការហាលនៅស្រូវឲ្យស្ងួតហើយយើងច្រកនៅការុងឬកតីឬក៏ដាក់នៅក្នុងកង់សម្រាប់ពេលដែលយើងត្រូវការអង្គគឺយើងយកស្រូវហ្នឹងយកមកហាលម្ដងទៀតហើយក៏យើងកិនជាអង្គ